កម្ពុជាប្រមានថៃប្រកាសថាចាប់ពីថ្ងៃនេះទៅកម្ពុជាមិនអនុញ្ញាតឲ្យភាគីថៃដោះមីនដោយឯកតោភាគីតទៅទៀតនោះទេគឺនៅតាមតំបន់ព្រំដែនដែលមានចំនួនកន្លងមកនេះបាទជំរាបសួរពុកម៉ែបងប្អូនក្នុងពេលថ្មីនេះកម្ពុជាបានចេញសេចក្តីប្រកាសមួយដ៏ខ្លាំងក្លាដោយប្រមានដល់រដ្ឋាភិបាលថៃថាចាប់ពីថ្ងៃនេះតទៅកម្ពុជាមិនអនុញ្ញាតឲ្យភាគីថៃដោះមីននៅតាមតំបន់ព្រំដែនដោយឯកតោភាគីតទៅទៀតនោះទេការប្រកាសនេះបានធ្វើឲ្យការប្រុងប្រយ័ត្នផ្នែកនយោបាយនិងយោធានៅតំបន់ព្រំដែនកម្ពុជានិងថៃកើនឡើងជាបន្តបន្ទាប់បាទបងប្អូនបើតាមសេចក្តីជូនដំណឹងរបស់កម្ពុជាយើងសកម្មភាពដែលភាគីថៃបានចាប់ផ្ដើមដោះមីនដោយមិនប្រាប់កម្ពុជាជាមុនឲ្យបានដឹងនោះនឹងមិនមានការសហការជាមួយនឹងកម្ពុជាយើងនោះទេត្រូវបានមើលឃើញថាជាការរំលោភលើអធិបតេយ្យភាពរបស់កិច្ចព្រមព្រៀងសន្តិភាពដែលប្រទេសយើងទាំងពីរបានចុះហត្ថលេខារួចមកហើយក្នុងពេលកន្លងមកនេះការដោះមីននៅតាមតំបន់ព្រំដែនជាបញ្ហាដ៏ស្មុគស្មាញនិងរសើបខ្លាំងក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងកម្ពុជានិងថៃការប្រកាសប្រមានរបស់កម្ពុជាលើកនេះក្លាយជាសញ្ញាដ៏ច្បាស់ថាកម្ពុជាយើងលែងឲ្យថៃដោះមីននៅតាមព្រំដែនដោយឯកតោភាគីតទៅទៀតនោះទេបាទបងប្អូននេះគឺជាការគំរាមឬក៏ប្រមានទៅកាន់ភាគីថៃពីកម្ពុជាយើងបើសិនជាភាគីថៃនៅតែបំពេញមកលើកម្ពុជាយើងទៀតតើកម្ពុជាយើងនឹងមានវិធានការអ្វីខ្លះដើម្បីទប់ទល់ជាមួយនឹងថៃវាពិតជាខូចមែនបងប្អូនបើតាមរបាយការណ៍របស់កម្ពុជាយើងបានទទួលពីអាជ្ញាធរនៅតាមព្រំដែននានាភាគីថៃបាននាំក្រុមដោះមីនជាច្រើននិងឧបករណ៍យោធាចូលមកតំបន់ព្រំដែនជិតចំណុចដែលមានចំនួនដោយមិនបានជម្រាបប្រាប់កម្ពុជាយើងមុននិងមិនមានតំណាងកម្ពុជាយើងចូលរួមអង្កេតការណ៍នោះឡើយដូច្នេះហើយបានជាកម្ពុជាយើងប្រកាសថាកម្ពុជាលែងឲ្យថៃដោះមីននៅតាមតំបន់ព្រំដែនដោយឯកតោភាគីតទៅទៀតហើយបាទបងប្អូនកម្ពុជាយើងមើលឃើញថាសកម្មភាពបែបនេះមិនមែនជាការសហការគ្នាយោគយល់គ្នាក្នុងការដោះមីនដើម្បីសន្តិភាពនោះទេប៉ុន្តែវាជាយុទ្ធសាស្ត្រសម្លឹងឃើញថៃកំពុងចង់បន្តបញ្ជាអធិបតេយ្យភាពលើតំបន់ជាប់ព្រំដែនមួយចំនួនរបស់កម្ពុជាយើងបញ្ហានៅតាមតំបន់ព្រំដែនមិនទាន់បានដោះស្រាយជាប់ 100% នោះឡើយប៉ុន្តែភាគីថៃធ្វើដូចជាទឹកដីនោះគឺជារបស់ខ្លួនផ្ដាច់មុខអញ្ចឹងដោយតែងតែធ្វើអ្វីមួយដោយមិនប្រាប់កម្ពុជាមុនឲ្យបានដឹងនោះឡើយដូច្នេះហើយបងប្អូនកម្ពុជាយើងប្រមានថៃបែបនេះគឺជាការត្រឹមត្រូវបំផុតមួយដែលចង់ដាស់តឿនទៅភាគីថៃថាឲ្យចេះគោរពច្បាប់និងគោរពដល់កម្ពុជាផងព្រោះថាតំបន់ដែលមិនទាន់ដាច់ស្រេចគឺកម្ពុជាក៏មានសិទ្ធិជាម្ចាស់កាន់កាប់ដែរសូមភាគីថៃកុំផ្កើនពេកបើតាមប្រវត្តិសាស្ត្រកន្លងមកការដោះមីននៅតាមព្រំដែនត្រូវធ្វើដោយកិច្ចព្រមព្រៀងពីរជាប់គ្នាគឺការចូលរួមរបស់ភាគីទាំងពីរនិងការត្រួតពិនិត្យរបស់អង្គការអន្តរជាតិដូចជាអង្គការសហប្រជាជាតិដើម្បីសម្រួលដល់ការដោះមីន UNMAS ឬហៅកាត់ថា CMAC Cambodia Mines Action Center ការមិនគោរពកម្ពុជាបែបនេះធ្វើឲ្យកម្ពុជាមើលឃើញថាថៃកំពុងសម្លឹងអំណាចជាតិរបស់ខ្លួននៅលើដីគេជាពិសេស
គឺលើដីកម្ពុជាយើងផ្ទាល់តែម្ដងប្រសិនបើភាគីថៃបន្តធ្វើដោយឯកតោភាគីតទៅទៀតនោះវាគឺជាការរំលោភផ្ទាល់លើកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខាចាប់តាំងពីឆ្នាំ1995រវាងកម្ពុជានិងថៃកម្ពុជាយើងបានរំលឹកឲ្យភាគីថៃឲ្យចេះគោរពច្បាប់អន្តរជាតិបើទោះបីជាចង់ដោះមីនដើម្បីសុវត្ថិភាពប្រជាពលរដ្ឋក៏ដោយតែសូមគ្រប់រាល់សកម្មភាពត្រូវធ្វើក្រោមកិច្ចព្រមព្រៀងនិងការយល់ព្រមរវាងភាគីកម្ពុជាផងអង្គភាព CMAC របស់កម្ពុជាបាននិយាយថាការដោះមីនដោយឯកតោភាគីនោះអាចនាំឲ្យមានការវាយតម្លៃខុសលើព្រំដែនដែលអាចបង្កឲ្យមានជម្លោះសារជាថ្មីឬបណ្ដាលឲ្យបាត់បង់ជីវិតយោធានិងប្រជាពលរដ្ឋស្លូតត្រង់ជាដើមបាទបងប្អូនការប្រមានរបស់កម្ពុជាយើងលើកនេះគឺជាការរំលឹកដល់ថៃឲ្យទប់ស្កាត់ការប្រព្រឹត្តដែលអាចប៉ះពាល់ដល់សន្តិសុខសហប្រជាជាតិរបស់កម្ពុជាយើងបាទបងប្អូនបើតាមខ្ញុំយល់ឃើញថាសារសេចក្តីប្រកាសរបស់កម្ពុជាយើងមានអត្ថន័យដូចជាទី1ជាសារប្រមានដល់ថៃកម្ពុជាមិនមែនជាប្រទេសតូចដែលអាចមើលរំលងបាននោះទេការរក្សាអធិបតេយ្យភាពជាតិនិងក្តីឯករាជ្យក្នុងការគ្រប់គ្រងដីធ្លីគឺជាបញ្ហាមិនអាចប្រកាន់ស្មារតីអភិវឌ្ឍសន្តិភាពដើម្បីកិច្ចចេញពីការបំពានរបស់សត្រូវជិតខាងទី2ជាសារចង់ប្រកាសដល់សហគមន៍អាស៊ានថាកម្ពុជាប្រាថ្នាឲ្យមានសន្តិភាពពិតប្រាកដប៉ុន្តែសន្តិភាពនោះត្រូវមានលក្ខខណ្ឌស្មើភាពនិងគោរពច្បាប់អន្តរជាតិប្រសិនបើថៃបន្តមិនគោរពច្បាប់អាចប៉ះពាល់ដល់ទំនាក់ទំនងនយោបាយទេសចរនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរបាទបងប្អូនការដោះមីនរបស់ភាគីថៃនៅតាមតំបន់ព្រំដែនអាចជាយុទ្ធសាស្ត្រមួយរបស់ថៃដើម្បីសម្អាតផ្ទៃដីមុនពេលមានការបញ្ជាក់ព្រំដែនឡើងវិញប្រសិនបើគ្មានកិច្ចព្រមព្រៀងរួមនោះអាចជាការបំពានលើទឹកដីកម្ពុជាយើងផ្ទាល់តែម្ដងប្រសិនបើថៃដោះស្រាយបញ្ហាមីនដោយគោរពកម្ពុជាសន្តិភាពពិតប្រាកដនឹងមកដល់ 100% តែម្ដង